Fashion design អ្នករចនាសម្លៀកបំពាក់អ្នករចនាសម្លៀកបំពាក់ត្រូវតែមានគំនិតច្នៃប្រឌិតច្រើនចេះកាត់ដេរនិង pattern ត្រូវយល់ដឹងពីទីផ្សារនិងម៉ាកយីហោឲ្យបានច្រើនចំណុចលេខ1មូលដ្ឋានគ្រឹះដើម្បីក្លាយទៅជា fashion design ទីមួយយើងត្រូវរៀនយល់ឲ្យស្គាល់ពីប្រភេទសម្លៀកបំពាក់សិក្សាអំពីពណ៌អំពីក្រណាត់និងសម្ភារៈផ្សេងៗស្គាល់ទម្រង់រាងកាយមនុស្សវាគឺជាចំណុចសំខាន់ជាងគេលេខ2រៀនគូពីម៉ូដសម្លៀកបំពាក់ fashion stretching គូររូបមនុស្ស fashion គូរចនាសម្លៀកបំពាក់ថ្មីហ្វឹកហាត់វាជារៀងរាល់ថ្ងៃចំណុចលេខ3ត្រូវរៀនកាត់ដេរវាស់ទំហំរាងកាយបង្កើត pattern កាត់ក្រណាត់ប្រើម៉ាស៊ីនដេរជំនាញកាត់ដេរល្អនឹងជួយឲ្យអ្នកយល់អំពី design មួយអាចផលិតបានពិតឬអត់ទី4យើងត្រូវតែរៀនកម្មវិធី design ជាទូទៅកម្មវិធីនេះលុះត្រាតែអ្នកនោះគឺជា designer ថ្មីមិនមែន old school ចឹងយើងត្រូវរៀន Adobe Photoshop Adobe Illustrator CLO 3D Marvelous Designer បង្កើត portfolio ប្រមូលការងាររចនាល្អៗយកមកបង្ហាញពី streak បង្ហាញពី TikTok បង្ហាញរូបសម្លៀកបំពាក់ដែលផលិតរួច portfolio គឺជាអ្វីដែលក្រុមហ៊ុនឬអតិថិជនមើលមុនគេនៅពេលដែលគេសហការឬក៏ចង់បានសេវាកម្មរបស់យើង6សិក្សាពីទីផ្សារ fashion មើល fashion trend សិក្សាម៉ាកល្បីៗសិក្សាតម្រូវការអតិថិជនឧទាហរណ៍ម៉ាកល្បីៗដូចជា Lucy Extra ចំណុចលេខ7ចាប់ដើមរកចំណូលដើម្បីរកចំណូលពីការងារនេះទីមួយយើងត្រូវតែទទួលការងារ freelancer រចនាអាវយឺតសិនបង្កើត brand តខ្លួនមួយលក់ខ្លួនលក់តាម Facebook TikTok និង website plan 6 ខែសម្រាប់អ្នកដែលចាប់ផ្ដើមចំណុចទី1ខែទី1ដល់ខែទី2យើងគួរតែរៀនគូ fashion streak ហើយរៀនពី color ដែរស្គាល់ពីប្រភេទកណាត់អាហ្នឹងវាគឺជាមូលដ្ឋានគ្រឹះហើយចំណុចលេខចូលខែទី3ទៅខែទី4យើងរៀនពី pattern making រៀនកាត់ដេររៀន eyelash ហើយនិង Photoshop ទៅដល់ពេលខែទី5យើងគួរតែរៀនបង្កើត collection 5ទៅ10 mode រៀបចំ portfolio ដើម្បីទទួលការងារបន្ថែមហើយសម្រាប់ខែទី6យើងបង្កើត Facebook page TikTok ទទួលការងារដំបូងចាប់ផ្ដើមបង្កើត brand តខ្លួនមួយដូចយើងអាចធ្វើt-shirt branding បានអូខេវីដេអូនេះមានតែប៉ុណ្ណឹងបាយ